rừng rầm rày mò chiêm mà phải năm bỏ bòn lại nhom để lúc bà sọc đỏ ỏi nắng để bé kia cái mình pro nắngแต่เรานั่งเตาอดกนั่นคือบ้านเราหอยจอบเฮ้ยบ้าจัดได้บุญยังทาเกนี่ไปจอบทั้งรวมออนเอาเรื่องรำรายยูไปยังเศร้าโจจัดได้ប្រជាប្រដ្ឋពីគ្រួសាររស់នៅភូមិផ្សារឃុំភ្នំដិនស្រុកគិរីវង្សខេត្តតាកែវបានព្រមព្រៀងបញ្ចប់វិវាទដីធ្លីដ៏រ៉ាំរ៉ៃជាង20ឆ្នាំនៅចំពោះមុខមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអដកនៅថ្ងៃប្រហ័សទី24ខែមេសាឆ្នាំ2025វិវាទនេះត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យបន្ទាប់ពីលោកស្រីនីទូចដាក់ពាក្យស្នើសុំមកអដកនៅអំឡុងខែកុម្ភៈឆ្នាំ2025ដើម្បីស្នើសុំសម្រុះសម្រួលដោះស្រាយវិវាទដោយសន្តិវិធីភាគីទាំងពីរបានអះអាងព្រមគ្នាថាមុនដាក់ពាក្យស្នើសុំមកអដកសំណុំរឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃដែលអូសបន្លាយជាង20ឆ្នាំនេះធ្លាប់បានប្តឹងផ្តល់គ្នាជាច្រើនស្ថាប័ននិងឈានដល់នីតិវិធីតុលាការផងដែរប៉ុន្តែនៅតែគ្មានដំណោះស្រាយលោកស្រីនីទូចភាគីកនិងជាភាគីដាក់ពាក្យស្នើសុំបានឲ្យដឹងថាមុនដាក់ពាក្យស្នើសុំសម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទលោកស្រីធ្លាប់ស្វែងរកដំណោះស្រាយនៅស្ថាប័នជាច្រើនមកហើយរហូតដល់កន្លែងខ្លះទាមទារថ្លៃក្នុងការដោះស្រាយបញ្ចប់វិវាទថែមទៀតផងខ្ញុំដោះនៅស្រុកខ្ញុំដោះនៅតុលាការខេត្តខ្ញុំទៅដោះស្រាយនៅអូតូម្ដងទៀតខ្ញុំចូលទៅស្រុកម្ដងដែរកាលនោះយើងគ្មានអីទេកូននៅទូចដីខ្ញុំគាត់ទៅអញ្ចឹងគេសួរប្តីខ្ញុំសៅដឹងថាឥឡូវបើអញដោះដីនឹងឲ្យអញបានហើយថាបានលុយណាឲ្យបើរលុយទិញកហូបបានហ្នឹងសួរអ្នកស្រុកមកតែខ្ញុំកាលពីដើមណាខ្ញុំប្រក់តង់នៅជាមួយគ្នានេះលោកជ័យកុសលភាគីខដែលតំណាងឲ្យបងថ្លៃស្រីនៅក្នុងសំណុំរឿងវិវាទជាង20ឆ្នាំក៏បានឲ្យដឹងដែរថាដោយសារវិវាទនេះយូរឆ្នាំពេកទៅលោកសម្រេចបញ្ចប់វាឲ្យឆាប់រហ័សត្រឹមយន្តការអដកនេះក៏ដោយសារតែលោកមើលឃើញថាបងថ្លៃស្រីរបស់លោកមានអាយុច្រើនណាស់ទៅហើយការវិវាទដោះស្រាយនេះគឺមានតាំងពីគណៈកម្មការដោះស្រាយវិវាទនៅក្នុងមូលដ្ឋានដោះស្រាយក៏គេមិនព្រមថ្នាក់ស្រុកក៏គេមិនព្រមរហូតទៅដល់តុលាការប្តឹងខ្ញុំធ្លាទៅតុលាការខ្ញុំក៏ទៅតាមតុលាការទៀតទៅតាមតុលាការសាលក្រមតុលាការនៅតកែវហ្នឹងគេបានសម្រេចមកលើដីហ្នឹងឲ្យលើបងស្រីខ្ញុំហើយគេអត់ព្រមគេប្តឹងទៅអូតូហើយប្តឹងអូតូដល់អូតូគេអត់សម្រេចគេពុកថាដីហ្នឹងវាអត់មានប្លង់គេពង្វែមកឲ្យគណៈកម្មការសូយកដីស្រុកនេះដោះហើយគណៈកម្មការសូយកដីស្រុកហ្នឹងក៏ដោះក៏សម្រេចមកឲ្យលើបងខ្ញុំដែរក៏តែភាគីម្ខាងនៅតែមិនព្រមហើយដល់ពេលគាត់ចាស់ហើយគាត់ក៏មិនដឹងធ្វើម៉េចគាត់ក៏នៅស្ងៀមគាត់នៅអញ្ចឹងទៅក៏តែដល់ពេលមួយសារនេះភាគីខាងហ្នឹងគេទៅប្តឹងទៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធហើយក៏បានតាក់ទងមកមេឃុំភ្នំដិនហ្នឹងសុំលេខទូរស័ព្ទខ្ញុំសួរថាខ្ញុំចូលរួមអត់ថាខ្ញុំចូលរួមខ្ញុំពោះវិវាទនេះព្រោះបងថ្លៃខ្ញុំគាត់ចាស់ហើយខ្ញុំក៏ចង់ដោះរឿងហ្នឹងឲ្យគាត់ឲ្យចប់ឲ្យគាត់ដែរខ្ញុំឯកភាពក្នុងការចូលរួមដោះលទ្ធផលដែលកើតចេញពីការសម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរបស់មន្ត្រីអដកគូភាគីបានសះជាជាមួយគ្នាហើយបានផ្តិតមេដាយលើកំណត់ហេតុព្រមព្រៀងបញ្ចប់វិវាទក្នុងនោះលោកស្រីនីទូចយល់ព្រមប្រគល់លុយទៅឲ្យលោកជ័យកុសលដើម្បីទទួលបានដីដែលមានភាពចម្រូងចម្រាសជាង20ឆ្នាំមកនេះច្បាស់ចិត្តដែរព្រោះយើងថាគេនេះវាចប់ទៅរំអន់ឲ្យរឿងវារ៉ាំរ៉ាយយូរពេកខ្ញុំមិនសូវចូលចិត្តដែរប៉ុន្តែខ្ញុំដាក់សន្យាមួយគេខ្ញុំសងតាមដំណាក់កាលព្រោះខ្ញុំមិនអាចរលុយដុំឲ្យបានទេ3ខែខ្ញុំសងម្ដង3ខែខ្ញុំសងម្ដងលោកជ័យកុសលក៏បានបន្ថែមដែរថាលោកមើលឃើញពីចំណុចល្អរបស់យន្តការអដកនៅត្រង់ថាផ្ដល់ជំរឿសឲ្យភាគីជាអ្នកជ្រើសរើសមិនអាចកាត់ជំនួសគាត់ដាក់ជំរឿសនៅលើក្តារខៀនហ្មងដាក់ជំរឿសនៅលើក្តារខៀនហើយខ្ញុំសួរថាជំរឿសហ្នឹងអ្នកណាអ្នករើសហើយដល់អញ្ចឹងគូភាគីម្ខាងថាអ្នកណារើសខាងអីក៏បានដែរគូភាគីគេដាក់ឲ្យរើសក៏បានដែរលក្ខណៈពិសេសដាក់ឲ្យខ្ញុំរើសហើយដល់ដាក់ពិសេសឲ្យខ្ញុំរើសខ្ញុំថាខ្ញុំជ្រើសរើសខ្ញុំយកលុយខ្ញុំអត់យកអីទេខ្ញុំយកលុយហើយភាគីខ្ញុំយកដីចោះបាទខ្ញុំឃើញការដោះស្រាយហ្នឹងឃើញបើនិយាយរួមទៅ
អាញាធរជាតិដោះស្រាយវិវាទក្រៅប៉ុនតុលាការហ្នឹងគឺនិយាយរួមទៅការសួរនាំការឲ្យយើងឆ្លើយបំភ្លឺវាអត់មានអីវែងឆ្ងាយវាអត់មានអីពាក់ព័ន្ធគឺនេះនិយាយយន្តការនេះគឺដោះស្រាយយន្តការឈ្នះអត់មានអ្នកចាញ់អត់មានអ្នកឈ្នះអត់មានសាររើរឿងពីចាស់ឡើងមកវិញចង់និយាយថាឥឡូវសម្រាប់នរភេគីណាយកអីភេគីណាយកអីគឺខ្ញុំដូចឃើញចំណុចអាហ្នឹងខ្ញុំក៏សប្បាយចិត្តដែរសប្បាយចិត្តនៅពេលដែលខ្ញុំមានកំណត់ហេតុអមជាមួយអាជ្ញាធរជាតិដោះស្រាយមកខ្ញុំក៏បានផ្សព្វផ្សាយជូនលោកវិឃុំផ្សព្វផ្សាយបានជូនប្រជាពលរដ្ឋហើយលោកអាបាលស្រុកខ្ញុំបានផ្សព្វផ្សាយដែរខ្ញុំថារឿងរ៉ាំរ៉ៃមកជាង20ឆ្នាំបោះបង់ថ្លៃខ្ញុំដែលលោកអាបាលស្រុកដោះឲ្យហ្នឹងដែលភាគីគេមិនព្រមហ្នឹងតែឥឡូវហ្នឹងទៅអដកហ្នឹងគឺវាបានដោះឲ្យចប់ហើយគាត់និយាយចឹងថាអញ្ចឹងក៏គាត់អបអរសាទរហើយខ្ញុំក៏បានផ្សព្វផ្សាយឲ្យបងប្អូនយើងប្រជាពលរដ្ឋថាឥឡូវខ្ញុំមានកន្លែងមួយណាមានកន្លែងមួយគឺមានអាជ្ញាធរដោះស្រាយវិវាទក្រៅប៉ុនតុលាការខ្ញុំស្គាល់ឈ្មោះខ្ញុំមានលេខ Telegram បងប្អូនមានការអីពឹងពោខ្ញុំជូនទៅជួបពឹងទៅជូនជួបឃើញរបៀបរបបដោះស្រាយលឿនហើយស្រួលទៀតសំណុកនិយាយគ្នាទៀតក្តីសង្ឃឹមក្រោយវិវាទត្រូវបានដោះស្រាយបញ្ចប់សម្រាប់លោកស្រីនីទូចគាត់នឹងធ្វើផ្ទះនៅលើដីដែលមានវិវាទជាង20ឆ្នាំចំណែកបងថ្លៃស្រីរបស់លោកជ័យកុសលវិញអះអាងថាគាត់នឹងប្រើប្រាស់លុយសំណងដើម្បីទិញថ្នាំព្យាបាលជំងឺជាប់ជាប្រចាំខ្ញុំថាដីនឹងខ្ញុំដោះចប់ចឹងខ្ញុំអាចនឹងមានលទ្ធភាពទៅខ្ញុំទៅធ្វើផ្ទះនៅមុខនោះណាមកដៃមើលវាឆ្អៀតចឹងនេះឃើញទេវាទូចហើយវាខ្លៃក្រោយចឹងគ្រួសារយើងវាឡើងច្រើនបន្ទុកកូន2ការហើយទៀតដល់នឹងទាំងអស់ផ្ទះទូចមួយអញ្ចឹងបានខ្ញុំទៀមទាតែដីចឹងខ្ញុំសម្រាប់ចែកកូនខ្ញុំនៅចាឲ្យទិញឆ្នាំទិញអីលេបហើយ3ខែអេទៅពេទ្យ3ខែទៅពេទ្យចឹងប្អូនក៏ចេះជូនទៅកូនចៅចឹងចារាល់ថ្ងៃលេបឆ្នាំពេទ្យរហូតបែបរស់ដោយសារឆ្នាំពេទ្យហ្នឹងខ្ញុំ